សួស្តីអ្នកក្លាហានជ្រុងសច្ចធម៌ទាំងអស់គ្នាស្វាគមន៍មកកាន់រឿងរមូទេពជូសៀនដែលជាភាពបន្តលោកម្ចាស់មកលោកគឺជាគ្រូពេទ្យល្បីទូទាំងអាណាចក្រខ្ញុំច្បាស់ជាមិនសង្ស័យអំពីវិជ្ជាពេទ្យរបស់លោកនឹងនោះទេប៉ុន្តែលោកមិនអាចព្យាបាលនាងផងចុះទន្រាំតែមួយយិននោះមិនចាំបាច់រំលឹកឡើយនេះគឺជាសម្ដីប្រតិចាមូហ្វឹងយួនឯឪពុករបស់មួយយិនរបស់យើងក៏បានសួរមកកាន់កូនទៅកូនក៏បានថាខ្ញុំប្រហែលជាមានមធ្យោបាយមួយចំនួនពុកវាគ្រាន់តែថាខ្ញុំមិនហ៊ានធានានោះទេលើដូច្នេះលោកម្ចាស់ឈិនក៏បានអញ្ជើញឲ្យតួប្រុសយើងពិនិត្យឲ្យចៅស្រីគាត់ទៅអ្នកកំឡោះសង្ហារបស់យើងក៏បានស្ទាបពីខ្យល់ស្រីស្អាតហើយភ្នែកធំតែម្ដងដោយសារតែរមូទេពជូសៀនបានជួយឲ្យគេរកឃើញអំពីបញ្ហានៃជំងឺនោះគឺមយូរាតកកអញ្ចឹងហើយគេក៏បានគិតមយូរាតកកទេតាមិនចម្លែកទេដែលឈិនមឹងយ៉ាវតែងតែត្រជាក់ពេញមួយឆ្នាំសូម្បីតែអាណាចក្រវ៉ាន់កានក៏គ្មានអ្នកចម្បាំងណាម្នាក់អាចទប់ទល់នឹងព្រលឹងមយូរាតកកនៅក្នុងខ្លួនរបស់នាងបានឡើយមយូរាតកកគឺជាគ្រួសារមួយនៃព្រះមយូរាបុរាណដែលពួកគេមានអំណាចជាខ្លាំងឈិនមឹងយ៉ាវអាចបង្ក្រាបភាពត្រជាក់អស់ជាច្រើនឆ្នាំជាមួយនឹងភាពបរិសុទ្ធយន្តយ៉ាងដែលលំបាកនឹងជឿរួចហើយលោកម្ចាស់ឈិនក៏បានមកសួរអាការៈចៅស្រីមួយយិនរបស់យើងក៏បានថាបើទោះបីជាវាខ្លាំងតែវាមិនមែនថាมันអាចទៅរួចប្រតិចាមូគេផឹកតែបដើបើកភ្នែកវិជាហៀងបដើមើលមកកាន់ទូប្រុសរបស់យើងគឺចាំមើលអញ្ចឹងណាហើយលោកម្ចាស់ឈិនឮបែបនេះគាត់ក៏សប្បាយចិត្តដែរតើលោកពិតជាមានវិធីមែនអីមួយយិនរបស់យើងក៏បានថាមិនដល់មួយខែនោះទេមិនត្រឹមតែព្យាបាលនាងឡើយថែមទាំងប្រគល់ទេពកោសល្យដ៏អស្ចារ្យគ្រួសារឈិនឲ្យលោកផងដែររួចក៏បន្តគិតក្នុងចិត្តព្រលឹងមយូរាតកកទេពកោសល្យដែលកើតរៀងរាល់1000ឆ្នាំម្ដងឈិនមឹងយ៉ាវមានជោគវាសនាคล้ายទៅយន្តល្បីឈ្មោះក្នុងទ្វីបធីនយន្តនៅពេលអនាគតមួយយិនក៏បាននិយាយជាមួយនឹងលោកម្ចាស់ឈិនប៉ុន្តែខ្ញុំនៅតែត្រូវការគ្រឿងផ្សំថ្នាំខ្លះគាត់ក៏បានថាគ្មានបញ្ហាទេទោះថ្លៃប៉ុណ្ណាក៏ខ្ញុំហ៊ានចំណាយដែរទោះបីគ្រួសារត្រូវខ្សែធនក៏ខ្ញុំនៅតែលះបង់គ្រឿងផ្សំដែលខ្ញុំត្រូវការនោះគឺផ្លែឈើវិញ្ញាណប៉ាយូស្មៅថ្លើមថ្មឬលីវអ៊ីផ្កាលោហិតទាំង4ប្រភេទដែលជាគ្រឿងផ្សំសំខាន់បំផុតចំពោះរបស់ផ្សេងទៀតខ្ញុំអាចរកវិធីជំនួសជាច្រើនម្នាក់មើលមុខមួយយិនរបស់យើងភ្លឺទៅទូប្រុសយើងក៏បាននិយាយទៅកាន់លោកម្ចាស់ឈិនយ៉ាងម៉េចមានអីខុសមែនទេតើថ្នាំទាំង4ប្រភេទនេះមិនអាចរកបានទេលោកម្ចាស់ឈិនក៏ថាប្រកាសជាអាចខ្ញុំនឹងបញ្ជូនមកថ្ងៃស្អែកមិនបាច់ទេយប់នេះហ្មងទៅគាត់ក៏បានរត់ទៅវឹងដួលលេងក្រៅបដ ாய் តែនេះក៏បញ្ញាប់ទូប្រុសយើងហៅយ៉ាងណាក៏មិនឈប់ដែរទូប្រុសយើងនិយាយតែម្នាក់ឯងមិនចាំបាច់បញ្ញាប់ដល់ថ្នាក់នឹងទេលោកម្ចាស់មកវិញគាត់មានការងឿងឆ្ងល់គាត់ក៏បានសួរទាំងទិសទាល់ទៀតហើយដេញណែលោកប្អូនមូតើលោកប្អូនប្រកាសហើយអីដែលថាស្មៅទាំង4នេះគឺជាគ្រឿងផ្សំសំខាន់ជាងគេក្នុងការព្យាបាលជំងឺនេះនោះទូប្រុសយើងក៏ថាយ៉ាងម៉េចគាត់ក៏ថាអូមិនមែនទេអត់អីទេគ្រាន់តែគ្រឿងផ្សំទាំង4នេះគឺវាធម្មតាខ្លាំងណាស់រួចក៏គិតក្នុងចិត្តឲ្យការងឿងឆ្ងល់តើពិតជាអាចព្យាបាលជំងឺត្រជាក់របស់មឹងយ៉ាវបានហើយជាមួយនឹងគ្រឿងផ្សំសាមញ្ញបែបនេះឈុតបន្ទាប់ទៀតការព្យាបាលគឺចាប់ផ្ដើមហើយអញ្ចឹងយើងបានឃើញថាប្រតិចាមូទាំងពីរកំពុងតែនិយាយគ្នាមូហ្វឹងឈីងគេក៏បាននិយាយខ្ញុំចង់ឃើញណាស់តើអាល្អិតមួយយិននេះអាចធ្វើអ្វីបានចំណែកឯលោកម្ចាស់ម៉យនេះគឺសុំទូប្រុសយើងចូលទៅដែរក្នុងបន្ទប់ចង់មើលការព្យាបាលរបស់ទូប្រុសយើងតែមួយយិនរបស់យើងមិនឲ្យចូលនោះទេព្រោះថាការព្យាបាលនេះវាត្រូវការបិទបាំងបន្តិចវាមិនមែនគំរិះអីទេប៉ុន្តែខាងស្រីត្រូវដោះខោអាវចូលត្រាំទឹកអញ្ចឹងហើយឈុតបន្ទាប់ទៀតនៅខាងស្រីរបស់យើងនាងស្មាទូប្រុសយើងយកឲ្យអស់នឹងធ្វើថ្នាំមានដឹងថាយកមកឲ្យនាងត្រាំឯណានាងក៏មានការស្ទាក់ស្ទើរជាមួយនឹងការព្យាបាលនេះប៉ុន្តែធ្វើមិនទេសល់ពេលមួយឆ្នាំទៀតនាងនឹងស្លាប់ហើយអញ្ចឹងបថុយមកក្តារទៅតែចូលត្រាំទឹកអញ្ចឹងរីខ្មាស់ដែរឲ្យទូប្រុសយើងចេញទៅណាតែមួយយិនរបស់យើងគេមានវិធីព្យាបាលអញ្ចឹងហើយបើគេចេញទៅព្យាបាលល្មិចមិនអាចចេញបានទេពេលនេះខ្ញុំត្រូវតែមើលអ្នកនាងហើយអ្នកនាងត្រូវតែអត់ធ្មត់ធ្វើតាមអ្វីដែលខ្ញុំប្រាប់បើមានអីខុសនោះក៏មិនទោសខ្ញុំឲ្យសោះនាងពិតជាខឹងមែនទែនប៉ុន្តែធ្វើមិនទេអញ្ចឹងនាងក៏បានដោះស្រោមមុខចេញទៅហើយក៏បានចុះត្រាំទឹកចង់និយាយថាចុះត្រាំទឹកនឹងស្អីក៏មិនខ្លាចសើមដែរខ្លាចសើមនៅស្បៃបាំងមុខនឹងឯងអាលក្ខណៈថាអាវស្ដើងដែរគ្នាចុះត្រាំទឹកហើយឃើញទូប្រុសយើងមើលមិនដាក់ភ្នែកអញ្ចឹងក៏អៀនអញ្ចឹងទៅហើយលោកមើលស្អីមួយយិនក៏បានថាអីមុខរបស់នាងស្អាតបែបនេះយកស្បៃមុខបិទមុខរៀងរាល់ថ្ងៃបែបនេះវាពិតជាអត់ប្រយោជន៍ខ្លាំងណានាងក៏ថាលោកចង់ធ្វើអីបងយើងថាចង់ធ្វើអីមែនទេព្យាបាលអ្នកនាងនឹងហើយអ្នកនាងត្រាំនៅក្នុងទឹកនេះយូរណាស់ហើយមិនដឹងថាទឹកនេះក្តៅខ្លាំងណាស់ទេអីឥឡូវនេះខ្ញុំនឹងចាប់ផ្ដើមដាក់ថ្នាំផ្សេងទៀតចាំមើលតើអ្នកនាងដឹងថាវាក្តៅហើយឬនៅពេលវេលាកន្លងទូប្រុសយើងក៏បានប្រាយុទ្ធសិលបន្តិចបន្តួចរបស់គេជួយបន្ថែមកម្ដៅក៏ដូចជាបញ្ចេញជាតិថ្នាំបន្ទាប់មកនាងក៏មានអារម្មណ៍ប្រែប្រួលបន្តិចនាងថាចាំមួយផ្លេតទូប្រុសយើងក៏បានថាចាប់ពីពេលនេះតទៅវានឹងមិនមានភាពខុសប្លែកគ្នាដោយពេលរនាងត្រជាក់នៅពេលប្រច័ណ្ឌពេញបរមីនោះទេប៉ុន្តែនៅពេលដែលប្រច័ណ្ឌពេញបរមីពឹសត្រជាក់របស់នាងគឺនឹងផ្ទុះពេញលេញក្នុងរាងកាយរបស់នាងប៉ុន្តែអ្នកនាងត្រូវចាំថាពេលនេះអ្នកនាងមិនត្រូវប្រើថាអពលបរិសុទ្ធជារបស់អ្នកនាងទប់ទល់ជាមួយវា
នោះទេរាល់ពាក្យសម្ដីគ្រប់ម៉ាត់របស់ទូប្រុសយើងគឺចាក់ចំអាការៈដែលធ្លាប់ជួបប្រទះនៅពេលដែលប្រចាំពេញបរមីម្ដងនាងត្រជាក់ប៉ុណ្ណាក៏ជាហេតុធ្វើឲ្យឆ្ងល់ព្រោះថាតារបស់នាងក៏មិនដឹងអំពីធាតុត្រជាក់មួយនេះដែរហេតុបានជាគេដឹងច្បាស់ម្លេះឯមួយយិនរបស់យើងក៏បន្តណែនាំនាងអ្វីដែលនាងត្រូវធ្វើគឺមានអារម្មណ៍ថាត្រជាក់ចាប់ផ្ដើមរៀលដាលនៅក្នុងតានធានរបស់អ្នកនាងព្យាយាមបញ្ចូលគ្នាជាមួយយិនសុទ្ធរបស់អ្នកនាងដំណើរការមួយនេះប្រហែលជាវាឈឺចាប់ខ្លាំងណាស់ប៉ុន្តែក៏ជាវិធីជោគជ័យតែមួយគត់នោះពឹសត្រជាក់របស់អ្នកនាងនឹងត្រូវជាសះស្បើយទាំងស្រុងហើយបណ្ដាសាអាយុត្រឹមតែ20ឆ្នាំរបស់អ្នកនាងក៏នឹងរលាយទៅតាមគ្នាផងដែរនាងក៏ព្រមស្ដាប់តាមការណែនាំរបស់ទូប្រុសយើងហើយក្នុងចិត្តក៏គិតទៅមួយយិនគឺមិនដូចពាក្យចចាមអារាមដែលគេតែងតែនិយាយនោះទេឈុតបន្ទាប់ទៀតពឹសធាតុត្រជាក់ក៏ចាប់ផ្ដើមបញ្ចេញពីរាងកាយរបស់នាងអញ្ចឹងហើយធុងដែលនាងកាន់នឹងគឺចាប់ផ្ដើមកកបដាហើយការឈឺចាប់របស់នាងកាន់តែខ្លាំងទៅដែលវាហាក់ដូចជានាងកំពុងតែដេកនៅលើភ្នំព្រិលហើយមានព្រិលធ្លាក់មកជាបន្តបន្ទាប់ការបង្ខេញប្រតិកម្មនេះមួយយិនរបស់យើងក៏បានដឹងថាវិជ្ជាការវៃលុករបស់ព្រលឹងមយុរាទឹកកកបានចាប់ផ្ដើមបន្ទាប់មកមួយយិនរបស់យើងក៏បានឲ្យនាងចាប់ដៃរបស់គេនឹងបញ្ចូលកម្លាំងធាតុឲ្យនាងដើម្បីបញ្ចេញនូវជាតិពឹសនេះប៉ុន្តែក៏ប្រាប់ឲ្យនាងទ្រាំផងមានតែការរួបរวมយ៉ាងពេញលេញជាមួយនឹងព្រលឹងមយុរាទឹកកកតែប៉ុណ្ណោះទើបយើងអាចយល់អំពីអំណាចនៃព្រលឹងរបស់វាបានកំឡុងពេលនឹងផងដែរខាងស្រីរបស់យើងដូចជាកំពុងនៅក្នុងព្រិលទឹកកកឃើញទូប្រុសយើងជាវីរៈបរិសុទ្ធជាសេះសលើកដៃឲ្យនាងចាប់ផ្ដោតភាពកក់ក្ដៅប៉ុន្តែមិនទាន់ដល់ផងរូបកាយរបស់ទូប្រុសក៏រលាយបញ្ចេញនូវរូបមយុរាទឹកកកដែលកំពុងតែត្រដាងស្លាប់បញ្ចេញធាតុត្រជាក់ចេញពីខ្លួនរបស់វាព្រមទាំងវាយប្រហារមកកាន់នាងធ្វើឲ្យនាងប៉ើងទៅជាប់ជាមួយផ្ទាំងទឹកកកហើយក៏ចាប់ផ្ដើមកកខ្លួនប្រាណអញ្ចឹងហើយរូបខាងក្រៅរបស់នាងក៏កកដូចគ្នាអីនៅទីនេះកកទាំងអស់ឃើញបែបនេះមិនស្រួលទេទូប្រុសយើងឲ្យបញ្ចូលកម្លាំងធាតុរបស់គេឲ្យតែម្ដងទៅគេហៅថាផ្ដាប់ភាពកក់ក្ដៅឲ្យណាបងប្អូនគ្នាប៉ុន្តែមានណាកកទាំងទូប្រុសយើងទៀតអញ្ចឹងអ្នកទាំងពីរស្អិតជាប់គ្នាដូចតាំងម៉ែបដ ទូប្រុសយើងថាទ្រាំតិចទៀតបាននិយាយអំពីលំហព្រលឹងរបស់នាងវិញពេលនេះក៏ទទួលបានធាតុក្តៅចេញពីទូប្រុសយើងដែលសត្រាប់នៅខ្យល់ក្តៅនៅតែបន្តប្រមូលផ្ដុំនៅចំចំណុចផ្ចិតរបស់នាងនោះឯងដែលខ្យល់ក្តៅនេះបានជួយជំរុញកម្លាំងនៃព្រលឹងរបស់នាងឲ្យខ្លាំងជាងមុនបំបែកនៅទឹកកកដែលជាប់ស្អិតនៅលើរាងកាយរបស់នាងឯមយុរាទឹកកកក៏คล้ายទៅជាដុំទឹកកកមួយដែលនាងអាចគ្រប់គ្រងបានធ្លាក់នៅក្នុងកណ្ដាប់ដៃនៃព្រលឹងរបស់នាងនឹងនោះឯងបន្ទាប់មកធុងក៏បានបែកពួកគេក៏បានត្រឡប់តាប់តូនទាំងពីរអ្នកនៅនឹងចឹងទៅទីបំផុតទូប្រុសយើងនៅពីលើនាងដល់នាងដឹងខ្លួននាងក៏បានថាលោកកំពុងតែធ្វើអីថាតែមាត់មកជុំឯងងុំដាក់មកជង្គង់ឲ្យទូប្រុសយើងទៀតម៉ែឲ្យឆ្អិតបដ យទៅពេញកន្លោះឆ្នាំនឹងផងលេងឯងអញ្ចឹងខ្សោយទេអីមួយយិនយើងក៏បានថាបើមិនដោយសារខ្ញុំអ្នកនាងស្លាប់បាត់ទៅហើយអ្នកនាងអើយមិនក៏លេងយកទោសសងគុណអញ្ចឹងអ្នកនាងត្រូវតែបែងចែកឲ្យច្បាស់ណានាងក៏បានថាលេងខ្ញុំភ្លាមទៅទូប្រុសយើងជាចង់លេងប៉លេងមិនបើខ្លួនពួកគេស្អិតដោយតកកហ្នឹងសំខាន់ទូប្រុសរបស់យើងកម្លាំងធាតុរបស់គេគឺមិនគ្រប់គ្រាន់ក្នុងការដកខ្លួនចេញពីចំហាយត្រជាក់ហ្នឹងទេអញ្ចឹងទៅនាងក៏ដឹងខ្លួនមានតែរងចាំរយៈទៀតសិនអញ្ចឹងព្រោះមិញបានប្រើធម្មពលដែលទូប្រុសយើងផ្ដល់ឲ្យទើបនាងអាចបំបែកផ្ទាំងតកកនៅក្នុងព្រលឹងរបស់នាងបានដល់អញ្ចឹងបាច់ប៉ោចអ៊ីពេញនឹងទៅអ្នកខាងក្រៅស្ដាប់ឮមិនដឹងគិតថាម៉េចទេនេះពេលវេលាកន្លងផុតទៅពួកគេក៏បានចេញមកវិញទាំងពីរអ្នកអញ្ចឹងណាអ្នកទាំងអស់គ្នាតាមពិតទៅមិញនឹងដេកលក់ដែរហ្នឹងនៅពីលើគេដេកលក់ដែរគាត់នេះវើយដល់ចេញមកលោកម្ចាស់ឈិនក៏បានសួរមកកាន់ចៅស្រីរបស់ខ្លួនទៅយ៉ាតើចៅយកមិនហើយពេលនេះវាមិនសំខាន់ទេបើមិនដំណើរការនោះយ៉ាងណាក៏មិនមែនជាលើកទី1របស់ចៅដែរណានាងក៏រកប្រាប់តានាងថានាងជាហើយក៏ប៉ុន្តែនេះពួកមើងងាយគេនេះចាំតែមើងងាយអត់តន់ស្ដាប់គេចប់ទេចូលមកហើយណាប្រតិចាមូហ្វឹងយន់ណាខ្ញុំដឹងហើយបើសូម្បីតែលោកម្ចាស់មកក៏មិនអាចធ្វើអ្វីបានផងនោះតើធ្វើយ៉ាងម៉េចដែលអាចនឹងព្យាបាលនាងឈិនបានដោយស្នាដៃរបស់អាចង្រៃមួយយិននេះនោះជាមួយនឹងថ្នាំធម្មតាកុំចង់យល់សពក្អូនព្រឹត្តិការណ៍ទី2គេគិតថាលោកមកខ្ញុំគិតថាលោកប្រហែលជាមើលមនុស្សច្រឡំហើយមួយយិនគឺជាសម្រាមតាំងតែពីតូចគេប្រហែលជាមិនអាចធ្វើវាបានឡើយបើពិតជាអាចព្យាបាលនាងឈិនបានមែននោះដំណើរព្រឹត្តិការណ៍ទី2ខ្ញុំនៅព្រឹត្តិការណ៍ផ្សេងទៀតមិនបាច់ធ្វើទេឈិនមឹងយ៉ាវញញឹមបន្តិចហើយក៏បាននិយាយជាមួយលោកតារបស់ខ្លួនលោកតាមានការយល់ច្រឡំហើយនាងក៏បានដោះម៉ាស់ចេញទៅដែលទឹកមុខរបស់នាងពេលនេះគឺបង្ហាញពីភាពស្រស់ស្រាយជាងមុនឆ្ងាយណាស់ហើយនាងក៏បានប្រាប់ថាមួយយិនក៏បានសម្អាតជាតិពឹសត្រជាក់នៅក្នុងរាងកាយរបស់ខ្ញុំបានហើយពេលនេះគឺខ្ញុំលេងអីហើយលើសពីនេះខ្ញុំប្រហែលជាទម្លុះកម្រិតបានទៀតផងគ្រប់គ្នាក៏បានបើកភ្នែកធំជាពិសេសគឺព្រឹត្តិការណ៍ទាំងពីរដែលកំពុងតែសើចចំអកឲ្យគេថាយ៉ាងម៉េចហើយលោកម្ចាស់មូក៏បានសួរបញ្ជាក់តើយិនពិតជាអាចដោះស្រាយនៅបញ្ហាដែលលោកម្ចាស់មកមិនអាចដោះស្រាយបានពិតមែនទេលោកម្ចាស់ឈិនក៏បានថាល្អណាស់ចៅស្រីតាមេគ្រូសាមូលោកពិតជាមានកូនល្អពិតមែនទីក្រុងប៉ៃយិននិយាយថាកូនរបស់លោកគឺជាសម្រាមនេះខ្ញុំគិតថាពួកគេខ្វាក់ភ្នែកហើយគាត់ក៏បានសើចយ៉ាងសប្បាយរីករាយលោកម្ចាស់មូយើងក៏អញ្ជើញលោកម្ចាស់ឈិនទៅនិយាយខាងក្នុងវិញតែមួយយិនរបស់យើងក៏បានថាចាំមកផ្លេតលោកពងលោកតាឈីអំបញ្ញមិញមានលឿនណាគេនិយាយអី
ទេអីប៉ុន្តែខ្ញុំបានឮអ្នកណាទេនិយាយមិញនេះបើសិនជាខ្ញុំអាចព្យាបាលនឹងឈីបាននេះគេមិនមែនជាព្រឹត្តិការណ៍ទី2ហើយនឹងព្រឹត្តិការណ៍ធំទៀតទេតើគាត់មិនបាននិយាយបែបនេះទេតើមែនទេលោកម្ចាស់មូក៏បានថាយូនកុំចឹងមើលកូនអាពីអ្នកតានោះបានត្រឹមតែខំថ្មិញក្តាប់ដៃតែប៉ុណ្ណោះមួយយិនរបស់យើងក៏បានបន្តទៀតថាអើយបំភ្លេចវាចោលទៅចោះមានមនុស្សខ្លះនឹងគឺមិនដែលគោរពសម្ដីខ្លួនឯងនោះទេខ្ញុំក៏ខ្ជិលស្ដាប់វាដែរឬក៏បានលាឪពុកទៅសាលាទៅគេមានកិច្ចការនៅសាលាដែលសេះសល់ត្រូវធ្វើហើយក៏បានចាក់ចេញទៅហៅមិនក៏មកដែរមានអីទេគឺជួបភ្ញៀវធម្មតាទៅចំណែកឯតាប្រតិចាទាំងពីរពិតជាមូម៉ៅមែនតែនខឹងអើយសែនខឹងហើយក៏មានចិត្តចម្លែកយ៉ាងខ្លាំងហេតុអីបានជាសុកមួយយិនខ្លាយទៅជាអ្នកខ្លាំងបែបនេះបើអញ្ចឹងមេនួថ្ងៃខាងមុខឬគល់ធំនៅក្នុងគ្រួសារច្បាស់ជាធ្លាក់ក្នុងកណ្ដាប់ដៃរបស់មួយយិនហើយមួយយន់កូនរបស់ប្រតិចាទី2ច្បាស់ជាអត់លិតជាមិនខានគិតដល់ចំណុចនេះពួកគេក៏ចាប់ផ្ដើមរៀបចំក្រុងការដ៏ម៉ត់ចត់មួយក្នុងការធ្វើការសម្លេះទូប្រុសយើងបើយើងងាកមកកាន់មួយយិនរបស់យើងកំពុងតែធ្វើដំណើរទៅសាលាក៏បានឃើញថាសិស្សម្នាក់ត្រូវបានគេប៊ូលីឈីមីងឪពុករបស់ឯងគឺជាខ្មោចល្បែងម្ដាយរបស់ឯងជាស្រីពេសាឯងគឺជាកូនប្រុសរបស់ស្រីថោកទាបចាំឲ្យច្បាស់ណាស់នៅពេលដែលឃើញលោកតារបស់ឯងនេះឯងត្រូវតែរមៀលហាស្លេះហើយជួបគ្នាវីដេអូក្រោយបាយ